ពួយឈិញបោះនៅអ្នកមានគុណឈរនៅត្រង់នេះពុកម្ដាយទីពីរដែលនៅក្បែរយើងរៀងរាល់ថ្ងៃបំពេញវិជ្ជាដល់សឹងប្រងស្រីនៅយ៉ាងណាក្តីក៏លោកមិនស្ដីវិចារខូចមិនត្រង់ត្រឹមតមិនស្ដាប់គ្រូហាមដើរភ្លើតភ្លើនកើនគិញសាលាទុំជាសង្ឃុំធ្លាក់ជ្រុងដល់ណាក៏គ្រូមេត្តាសនដងដល់សង្ឃក្រុមគ្រាគុំយ៉ាងណាក៏ភ្លេងគុណគ្រូលោកខំតស៊ូគឺដើម្បីសឹងគ្រប់គ្នាខាងសងល្អលោកមិនដែលបងទៀមទីប្រាព្រំវិខោពិនធ្វើជាកំរបើមិនបានតបស្នងសងគុណសឹងគុំខ្លាច